លំអរកាយគោរពនឹងសូមជម្រាបសួរទៅដល់បងប្អូនទាំងអស់ជាទីគោរពនិងជាទីរាប់អានសូមស្វាគមន៍មកកាន់គម្រោងវីដេអូបែបសង្ខេបដែលធ្វើឡើងក្នុងគោលបំណងទុកជាគម្រោងវីដេអូអនុស្សាវរីយ៍កូនចៅប្រុសស្រីបានប្រត់ធ្វើឡើងក្នុងកិច្ចតេខណានុបទានគម្រប់ខួបមរណភាព7ថ្ងៃឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធរបស់លោកយាយនិងអ្នកម្ដាយឧបាសិកាពុទ្ធសាសនិកបឋមសក់ឡនដែលលោកយាយឧបាសិកាបានទទួលមរណភាពនៅថ្ងៃទី6ខែកុម្ភៈឆ្នាំ2025កិច្ចនៃកម្មវិធីដំបូងគឺកម្មវិធីបង្ហូតទង់បន្ទាប់មកដល់កម្មវិធីបួងសួងសូមទៅដល់ម្ចាស់ទឹកម្ចាស់ដីដើម្បីរៀបចំជាមួយនឹងកម្មវិធីតេខណានុបទានបុណ្យខួប7ថ្ងៃសូមជំនួសមកឲ្យកូនចៅប្រុសស្រីរបស់លោកយាយមហាឧបាសិកាសក់ឡនសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅទៅដល់ញាតិមិត្តធម៌ទាំងឡាយពុទ្ធបរិស័ទអ្នកដែលស្រឡាញ់និងចូលចិត្តក្រុមគ្រួសាររបស់មហាឧបាសិកាទាំងអស់ដែលបានមកចូលរួមជាមួយនឹងកម្មវិធីបុណ្យជាបណកិច្ចក៏ដូចជាកម្មវិធីគម្រប់ខួប7ថ្ងៃចំពោះកម្មវិធីបុណ្យខួប7ថ្ងៃនេះយើងធ្វើឡើងនៅថ្ងៃទី11និង12ខែកុម្ភៈពិធីបុណ្យយើងរៀបចំតាមលំដាប់លំដោយបែបហ្នឹងណាបងប្អូនដើម្បីរៀបចំឲ្យចប់សពគ្រប់ដើម្បីជាកុសលផលបុណ្យឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធរបស់ម្ដាយនិងលោកយាយចេតនាគឺចង់ឧទ្ទិសជូនចំពោះលោកយាយដែលបានអនិច្ចកម្មទៅមិនថានៅទីកន្លែងកំណើតណាមួយទេក៏សូមឲ្យបដិសន្ធិរបស់លោកយាយនិងអ្នកម្ដាយមកទទួលយកនៅមគ្គផលដែលកូនចៅបានឧទ្ទិសជូនផងកម្មវិធីបន្ទាប់គឺជាកម្មពិធីអុជនៅគ្រឿងប្រទីបថ្វាយនៅគ្រឿងសក្ការៈបូជាទៅដល់គុណបរតនត្រ័យហើយក៏ដូចគ្នាជាមួយនឹងទីកន្លែងរូបថតដែលតំណាងឲ្យអ្នកម្ដាយនិងលោកយាយផងដែរកម្មវិធីបន្ទាប់គឺធ្វើបទនមស្ការបរតនត្រ័យនិងសមាទានសិលកម្មវិធីបន្ទាប់គឺនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តដែលជាពុទ្ធជ័យមង្គលនាំមកនៅសុខសិរីសួស្តីដល់កូនចៅប្រុសស្រីបញ្ចប់នៅកម្មវិធីបុណ្យពេលល្ងាចគឺកម្មវិធីសម្ដែងពធទេសនា
ហើយនេះគឺជាកម្មវិធីថ្ងៃឆ្លងបងប្អូននៅពេលដែលរៀបជាគូប្រគេប្រសង់រួចរាល់យើងក៏ដល់ជាមួយនឹងកម្មវិធីរកបាននិងប្រគេផតហារដល់ព្រះសង្ឃហើយប្រគេនៅទេយ្យទានទេវវត្ថុដល់ព្រះសង្ឃផងដែរកម្មវិធីបុណ្យរយៈពេល1 យប់ 2 ថ្ងៃបងប្អូនចប់ដោយរលូនអរគុណខ្លាំងមែនទែនទៅដល់ញាតិមិត្តជិតឆ្ងាយបងប្អូនទាំងអស់គ្នាដែលជាញាតិធម៌អ្នកដែលស្រឡាញ់និងគោរពរាប់អានជាមួយនឹងមហាឧបាសិកាពុទ្ធសាសនិកបឋមសក់លូនកន្លងមកបានមកចូលរួមជាមួយនឹងកម្មវិធីបុណ្យជាបណកិច្ចរហូតមកដល់កម្មវិធីបុណ្យ7 ថ្ងៃទៀតផងក៏សូមឲ្យបងប្អូនពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយទាំងអស់ជួបតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈនិងពលៈសម្បត្តិ3មនុស្សទេវតានិងព្រះនិព្វាននិងសូមឲ្យជួបតែសេចក្តីសុខនិងសេចក្តីចម្រើនទទួលទានរកស៊ីមានបានសុខភាពល្អនិងអាយុវែងសូមឲ្យអានិសង្ឃនៃកូនចៅប្រុសស្រីបានរៀបចំជាមួយនឹងកម្មវិធីបុណ្យកិច្ចតេខណានុបទានឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធរបស់លោកយាយនិងអ្នកម្ដាយជាទីគោរពនិងជាទីស្រឡាញ់សូមឲ្យដួងវិញ្ញាណក្ខន្ធរបស់អ្នកម្ដាយដែលបានចាប់បដិសន្ធិនៅទីកន្លែងកំណើតថ្មីណាមួយដល់ប្រសើរហើយក្តីសូមទទួលយកនៅបុណ្យកុសលដែលកូនចៅប្រុសស្រីបានឧទ្ទិសជូននេះផងហើយសូមជំនួសមុខទៅដល់ម្ចាស់ទានទាំងអស់សូមខន្តីនិងអភ័យទោសរកកំហុសខុសឆ្គងក៏ដូចជាការទទួលបណ្ដល់ពីសំណាក់បងប្អូនពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយទាំងអស់ដែលបានមកចូលរួមជាមួយនឹងកម្មវិធីបុណ្យជាពិសេសក៏សូមចែករំលែកនៅមហាកុសលផលបុណ្យដែលកូនចៅប្រុសស្រីបានធ្វើនៅក្នុងថ្ងៃនេះទៅដល់ពុទ្ធបរិស័ទទាំងឡាយដែលកំពុងតែតាមដានទស្សនាជាមួយនឹងវីដេអូទាំងកម្មវិធីជាបណកិច្ចនិងកម្មវិធីតេខណានុបទានគម្រប់7 ថ្ងៃសូមពុទ្ធបរិស័ទប្រុសស្រីអនុមោទនាទទួលយកនៅកុសលផលបុណ្យដែលកូនចៅប្រុសស្រីបានចែករំលែកនៅក្នុងថ្ងៃនេះទៅតាមកម្លាំងសទ្ធាជ្រះថ្លារៀងខ្លួនមានក៏ដូចគ្នាបើសិនជាកម្រងវីដេអូទាំងអស់តទៅជាមួយនឹងកម្មវិធីបុណ្យរបស់មហាឧបាសិកាពុទ្ធសាសនិកបឋមសក់លនមានកំហុសឆ្គងត្រង់កន្លែងណាសូមខន្តីនិងអភ័យទោសមុននឹងកម្មវិធីត្រូវបានបញ្ចប់ admin ក៏សូមសិទ្ធិពរជ័យសិរីសួស្តីចូលកើតមានទៅដល់ម្ចាស់ទានកូនចៅប្រុសស្រីរបស់មហាឧបាសិកាពុទ្ធសាសនិកបឋមសក់លនក្រុមញាតិធម៌ដូចជាបងប្អូនទាំងអស់គ្នាដែលតាមដានទស្សនាវីដេអូនេះសូមឲ្យជួបតែសំណាងល្អក្នុងជីវិតទទួលទានរកស៊ីមានបានសុខភាពល្អនិងអាយុវែងសូមជំនួសមកឲ្យកូនចៅប្រុសស្រីរបស់លោកយាយមហាឧបាសិកាសក់លនសូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅទៅដល់ញាតិមិត្តធម៌ទាំងឡាយពុទ្ធបរិស័ទអ្នកដែលស្រឡាញ់និងចូលចិត្តក្រុមគ្រួសាររបស់មហាឧបាសិកាទាំងអស់ដែលបានមកចូលរួមជាមួយនឹងកម្មវិធីបុណ្យជាបណកិច្ចក៏ដូចជាកម្មវិធីគម្រប់ខួប7 ថ្ងៃចំពោះកម្មវិធីបុណ្យខួប7 ថ្ងៃនេះយើងធ្វើឡើងនៅថ្ងៃទី11និង12 ខែកុម្ភៈពីបុណ្យយើងរៀបចំតាមលំដាប់លំដោយបែបហ្នឹងណាបងប្អូនដើម្បីរៀបចំឲ្យចប់សពគ្រប់ដើម្បីជាកុសលផលបុណ្យឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធរបស់ម្ដាយនិងលោកយាយចេតនាគឺចង់ឧទ្ទិសជូនចំពោះលោកយាយដែលបានអនិច្ចកម្មទៅមិនថានៅទីកន្លែងកំណើតណាមួយទេក៏សូមឲ្យបដិសន្ធិរបស់លោកយាយនិងអ្នកម្ដាយមកទទួលយកនៅមគ្គផលដែលកូនចៅបានឧទ្ទិសជូនផងកម្មពិធីបន្ទាប់គឺជាកម្មពិធីអុជនៅគ្រឿងប្រទីបថ្វាយនៅគ្រឿងសក្ការៈបូជាទៅដល់គុណបរតនត្រ័យហើយក៏ដូចគ្នាជាមួយនឹងទីកន្លែងរូបថតដែលតំណាងឲ្យអ្នកម្ដាយនិងលោកយាយផងដែរកម្មពិធីបន្ទាប់គឺធ្វើបទនមស្ការបរតនត្រ័យនិងសមាទានសិលកម្មវិធីបន្ទាប់គឺនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តដែលជាពុទ្ធជ័យមង្គលនាំមកនៅសុខសិរីសួស្តីដល់កូនចៅប្រុសស្រីបញ្ចប់នៅកម្មពិធីបុណ្យពេលល្ងាចគឺកម្មពិធីសម្ដែងពធទេសនា
បាត់រងបាត់អូ3បាត់3បាត់ឆ្នាំក្រោយមានតែឃើញយូរណាស់មានចូលឆ្នាំមិនសบายចិត្តតែមកចង់ម៉ែឯងចឹងឲ្យចង់ឪឯងចឹងម៉ែអរណាមតើអរណាមតើមកចង់ម៉ែអរណាមតិចហើយយើងមានតោចិត្តខ្លួនឯងតោចិត្តទេគឺជាខុសសំណាងរបស់យើងដែលត្រូវតែតាមដំណឹងការប្រើមកក្រោយមកវេទនាតែជាកំពុងតែពីតូចជាលោកដល់ឆ្នាំនោះព្រោះពេលមកតែមកក្រោយហើយបងកាប់សាអ្នកvừa vừa còn không biết là cái ta không nghe nói ta lo đó mình này cũng hàng nhiều đi ta đừng lo đâu cho năng nhiều sao mà rồi mình chỉ đây đã thơ ở đây tình yêu chỉ được quyền ai để nhớ nhớ chân ban việc sama sang tốt đẹp
ไม่ชมตะกอบไหมจับไม่ได้ mấy จับไม่ได้ thật chả nấu nè เอาของต้มเตี้ยหรอ tôi mau khỏi lên ยำเบอร์มาอยู่ไปอ่ะไปพวกผม